បុកសាច់គោមកអមនេះយូរធ្វើញ៉ាំម្ដងនិយាយពីថាឆ្ងាញ់ផុតលេខហ្មងជាពិសេសត្រូវខ្លាំងហ្មងជាមួយនឹងអ្នកដែលគាត់ចូលចិត្តញ៉ាំអាចជាពេលល្ងាចឡើងអីហ្នឹងជួបជុំគ្នាអីត្រូវខ្លាំងពូមុខនេះញ៉ាំអត់តលន់ហើយសំខាន់ឆ្ងាញ់ប្លែកទៀតមុននឹងចូលដល់របៀបធ្វើសូមបងប្អូនជួយ share វីដេអូមួយនេះផងអញ្ចឹងជាដំបូងគឺខ្ញុំចាប់ផ្ដើមមកលីងខ្ទឹមសជាមួយនឹងម្ទេសបើមានខ្ទឹមក្រហមកុំភ្លេចដាក់ផងតែខ្ញុំអត់មានអញ្ចឹងខ្ទឹមសខ្ញុំដាក់មកល្មមម្ទេសស្លាញ់ហឹលប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅដាក់វានៅលើភ្លើងលីងទៅលីងមករហូតតតែឡើងឈ្ងុយចាំស្រង់ចេញបន្ទាប់មកគឺខ្ញុំដាក់ប័រចូលទៅក្នុងខ្ទះហើយខ្ញុំបើកភ្លើងកុំឲ្យប័រនៅរលាយហើយគឺខ្ញុំចាប់ផ្ដើមដាក់សាច់គោចូលសាច់គោហ្នឹងយកសាច់ផុយយកសាច់កន្លែងណាក៏បានដែរឲ្យតែជាប្រភេទសាច់ផុយដាក់ចៀនវាមកខាង3នាទីបើសិនជាបងប្អូនចង់ឲ្យរាងឆ្អិនខ្លាំងយើងលេងមើលតាមនឹងទៅសម្រាប់ខ្ញុំចង់ឲ្យនៅមានជាតិឈាមតិចញ៉ាំទៅឆ្ងាញ់ហ្មងអញ្ចឹងមកខាង3នាទីហ្នឹងគឺមិនល្មមសម្រាប់ខ្ញុំអញ្ចឹងចៀនទាំងសងខាងសរុប6នាទីគ្រប់នាទីហើយក៏ខ្ញុំស្រង់ចេញដាក់នៅចានទុកឲ្យវាចុះត្រជាក់បន្តិចក៏បានចាំយកមកហាន់ជាចំណិតស្ដើងចង់ហាន់ប្រទេសឬក៏ចំណិតចង្វាមូលតាមការចូលចិត្តតែត្រូវហាន់ឲ្យវាស្ដើងអញ្ចឹងបានញ៉ាំតែឆ្ងាញ់អូយនៅឈាមចាគឺខ្ញុំចូលចិត្តខ្លាំងហ្មងជាពិសេសសាច់យើងផុយល្អពេលដែលចៀនជាមួយនឹងប័រចេះទៅនិយាយពីថាក្លិនឡើងឈ្ងុយហ្មងខ្ញុំហាន់ជាប្រទេសស្ដើងអញ្ចឹងពេលដែលបុកជាមួយនឹងគ្រឿងទៅគឺថាចូលជាតិបានល្អហ្មងអញ្ចឹងបន្ទាប់ពីហាន់សាច់គោរួចគ្រឿងដែលបានលេងមុនហ្នឹងខ្ញុំយកមកដាក់ក្នុងត្បាល់ហើយខ្ញុំដាក់ស្ករជាមួយនឹងប៊ីចេងចូលគ្រឿងយើងលៃតាមធ្វើតិចច្រើនណាមួយមុខនេះដាក់រសជាតិរៀងដិតតិចមកបានញ៉ាំត្រូវព្រោះយើងញ៉ាំជាប្រភេទគ្រឿងក្លែមតតែអញ្ចឹងហើយតពីដាក់ស្ករប៊ីចេងរួចហើយគឺខ្ញុំបុកគ្រឿងហ្នឹងឲ្យបានម៉ត់បន្តិចប្រើគ្រឿងលីងនៅពេលដែលបុកទៅក្លិនឡើងឈ្ងុយបុកគ្រឿងបានម៉ត់បន្តិចហើយខ្ញុំដាក់ប្រហុកចូលលៃមើលមកឆ្ងាញ់ណាយើងចូលចិត្តប្រហុកចាស់ឬខ្ចីតែបើដាក់ប្រហុកខ្ចីពេកក៏អត់សូវឈ្ងុយឆ្ងាញ់ដែរខ្ញុំប្រហុកបានមកសពហើយគឺខ្ញុំដាក់ជាមួយនឹងម្ជូរកាសាំងបើចង់ប្រើក្រូចឆ្មាក៏បានដែរតែដាក់ជាមួយនឹងកាសាំងគឺត្រូវជាតែបើនៅផ្ទះស្ទើកាសាំងអាចលួចបន្ថែមក្រូចឆ្មាអីបន្តិចបន្តួចបានណាតែខែនេះគឺជាខែកាសាំងហើយអញ្ចឹងមិនពិបាករកទេបន្ទាប់ពីខ្ញុំកាសាំងភ្លក់រសជាតិមកឆ្ងាញ់សម្រាប់ខ្លួនឯងរួចហើយគឺខ្ញុំដាក់ស៊ីកូចូលស៊ីកូនេះយើងវាតិចជាមួយនឹងគ្រឿងនោះឲ្យបានចូលសពទៅបន្ទាប់មកខ្ញុំដាក់ការ៉ុតឈូសចូលជាមួយនឹងម្អមហើយនឹងជីស្លឹកវែងការ៉ុតហ្នឹងបើចាំដាក់ក៏បានដែរដោយសារតែខ្ញុំឈូសការ៉ុតក្បាច់ទៅឃើញសល់ស្ដាយក៏បន្ថែមចូលក្នុងនឹងហ្មងដាក់ជីដាក់ម្អមរួចហើយកូច្បល់ចូលគ្នាទៅគឺរួចរាល់ហ្មងក្លិនឈ្ងុយញាក់ហើយមកនេះបងប្អូនធ្វើទៅដឹងតត្រូវចិត្តហ្មងអ្នកចូលចិត្តញ៉ាំអាចជាអីកុំភ្លេចសាកធ្វើញ៉ាំព្រោះមុខនេះគឺឆ្ងាញ់ខ្លាំងរីខមមិនឲ្យបងសាកធ្វើញ៉ាំហ្មងព្រោះរសជាតិឆ្ងាញ់ប្លែកមែនតែនបន្លែសម្រាប់ញ៉ាំជាមួយគឺខ្ញុំមានការ៉ុតមានម្អមជីស្លឹកវែងស្តៃគោបន្តិចទៅសក់ញ៉ាំជាមួយនឹងស្ពៃបូកក៏ត្រូវដែរតែដោយសារថ្ងៃនេះគឺខ្ញុំអត់មានអញ្ចឹងដាក់តែប្រហែលមុខនឹងហ្មងទៅបានបន្លែតិចញ៉ាំជាមួយចេះហើយនិយាយពីថាអូយឆ្ងាញ់ខ្លាំងដាក់ចូលមាត់ទៅឡើងឈ្ងុយហ្មងជាពិសេសបានដាក់ជាមួយនឹងហ្គេនស្បើកស្នូយើងនេះទៀតញ៉ាំទៅក៏រត់តែឆ្ងាញ់ព្រោះហ្គេនស្បើកស្នូនេះបើនិយាយពីរសជាតិគេឆ្ងាញ់ស្រាលស្រួលលេបហ្មងហ្គេនស្បើកស្នូ cool like that ចឹងសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលមើលបើមានសំណួរឬចម្ងល់អីបន្ថែមអាច comment នៅខាងក្រោមជួបគ្នាម្ដងទៀតនៅវីដេអូក្រោយកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាបាយបាយ